ឆ្នាំ2025មិនបើសិនជាអ្នកទាំងអស់គ្នាក៏តន់ដឹងទម្លាប់តូចៗទាំងនេះទេគឺអ្នកទាំងអស់គ្នាប្រកាសជាស្អាតក្រោយគេតែម្ដងអញ្ចឹងសម្រាប់ការញ៉ាំទឹកអ្នកណាក៏គាត់ញ៉ាំទឹកជារៀងរាល់ថ្ងៃដែលដើម្បីបំពេញទៅដល់សារពាង្គកាយនិងតម្រូវការរបស់រាងកាយរបស់គាត់អញ្ចឹងសម្រាប់ការញ៉ាំទឹកដែលបានគ្រប់គ្រាន់គឺការញ៉ាំទឹកដែលចាប់ពី2លីត្រឡើងទៅដើម្បីបំពេញតម្រូវការទៅតាមសារពាង្គកាយមនុស្សខុសៗគ្នាអញ្ចឹងសម្រាប់អ្នកដែលគាត់អត់សូវញ៉ាំទឹកឬក៏ញ៉ាំទឹកបានតិចតែម្ដងគឺខ្ញុំសូមណែនាំវិធីនេះអ្នកទាំងអស់គ្នាអាចសាកល្បងបានអញ្ចឹងជំនួសពីការញ៉ាំទឹកសាបដែលអ្នកទាំងអស់គ្នាញ៉ាំជាប្រចាំថ្ងៃហើយញ៉ាំអត់សូវបានច្រើនឬក៏ញ៉ាំអត់ចូលតែម្ដងហ្នឹងអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរមកសាកលាយទឹកជាមួយនឹងផ្លែឈើប្រភេទផ្លែឈើអ្នកទាំងអស់គ្នាអាចលាយជាប្រភេទផ្លែឈើណាដែលមានសារធាតុវីតាមីនដែលជាវីតាមីន C ដែលជួយដល់សុខភាពដូចជាផ្លែប៉ោមខៀវផ្លែក្រូចលឿងប្រភេទជីងកាមឬក៏បន្លែផ្លែឈើដែលអ្នកទាំងអស់គ្នាចូលចិត្តបានអញ្ចឹងសម្រាប់ប្រភេទនេះគឺដែលយើងហៅថាទឹក detox សម្រាប់ទឹក detox នេះគឺមិនត្រឹមតែជួយដល់សុខភាពទេគឺថែមទាំងជួយដល់សារពាង្គកាយរបស់យើងឲ្យមានការលូតលាស់បានល្អជួយបង្កើនថាមពលជាមួយនឹងបន្សាបជាតិពុលនៅក្នុងខ្លួនផងដែរអញ្ចឹងសម្រាប់ទឹកប្រភេទនេះគឺជួយរក្សាសំណើមនៅក្នុងសារពាង្គកាយរបស់យើងឲ្យបានល្អបំពេញជាតិទឹកនៅក្នុងខ្លួនគឺបានល្អជាងទឹកប្រភេទទឹកធម្មតាទៅទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំទឹកចង់ឲ្យស្បែកអ្នកទាំងអស់គ្នាភ្លឺស្អាតជាងមុនមានសំណើមជាងមុនជាមួយនឹងការញ៉ាំទឹកបានច្រើនសម្រស់ស្អាតឡើងកុំភ្លេចសាកល្បងធ្វើវិធីនេះបាន